ôi cái đám nước khua tích tích chẳng bênไอ้เก้เนี่ยโกนอัดประโยชน์เนี่ยโกนอัดประโยชน์ใจเนี่ยเดี๋ยวก็ไปนั่นไงแล้วมันบ่งอมันเนี่ยเสียงอมากโกนอัดกำนัดเนี่ยโกนมากำนัดมาตายเนี่ยปุ๊บลูกไก่ปุ๊บนี่ก้นกับปุ้งแต่ประมาณเชียวมันได้ปุ้งเปี้ยสมตีเดี๋ยวบอกก้นกับปุ้งดื้อดองสมได้มากันเชียวมันปุ๊บเก่งใหญ่เรื่องออกเด้เห็นป้าป้าเท่าไอ้เนี่ยบ้านเอาไว้อัดกำนัดเมนก้นปุ๊บแต่นายเวียประมาทครั้งที่กี้เวียใบประมาทเหรอดังครูนายอันย้อยยังจังชื่อจับจ้าเห็นสู้บ้องนี่ละอ้อมจะเมียบสู้อ่ะได้ไฟแพ้คนปูเมียบสู้อ่ะtôi cho mong ยำดังใบนั่นดังจมูกอ้อมจังยำก่อนนักเคยติ่งซอมยำแบบยาอันนั้นก็แค่ได้เยอะแต่บอกยมเป็นจิ้มมนุษย์ได้ยศดังตุ๊กแต่เด็กแม่ลูกทุ่งอันนี้ใหญ่บานท่าเนียงคือเจี๊ยบปันอยู่ปันก้อนอย่างนั้นอย่าแสดงกรุ๊ปแล้วเนียงมินจำแนกดังรุ่มแจ้งรูปสัมบัติจะระยะสัมบัตินึ่งมียืดสัมบัติไอ้เก้คนน่ะจำนองซอมมาปันนั่งนึงอันดำหมักพัดออกได้จำนองเบ้อไอ้เก้โอ้ปูไว้เจเลยนอกรือก่อนจมthì hai nhá mà phú gia trăm con ra lên ông ta nó đạp man mà đạp tiêm không đạp tiêm ấy thì đây thì đạp tiêm ấy mạch lên đạp nạn thì đây thì đạp tiêm ấy trong ly là bãi nhưng là bon cũng đất ăn biên cho chết một nói cho môi tia là bãi nhỉ ê tay còn một pha còn một đứa đong trong đứa đong đạp tiêm thằng cô mà năm của ba này cô đã cầm bay nè là tầm muối chùm nuôi mà con pul nơi tay một hai tiếtពួកយើងនឹងរៀបការជាមួយគ្នាហើយនៅពេលនោះពួកយើងអាចចេញចូលទៅណាទៅណីដោយមិនបាច់ខ្លាចមាត់ញៀតជិតខាងនិយាយនឹងទាdạ cô ăn cầm nợ đi cô đầy phải em ra tại chúng mình luôn là ham mà này đằng គាត់ឌីខ្ញុំហ៎បងចឹងគេនិយាយរឿងអត់អីទេញ៉ាប់ទៅនំអស់ប្រហែលអូនំចេញនំនេះចាខ្ញុំចេញអត់បញ្ហាអត់អីទេបងអត់អីđâyបាច់បកាទេបងនឹងថាអញអត់ស្ូវមានលុយទេ150បដ ாய் ទៅថងអើច្រើនណាស់បងតែ100000ទៅ50នឹងកាក់លុយបងទេទៅយក100000ហ្នឹងសំអត់យកយកតែកាក់លុយទេកាក់លុយនេះនេះច្បាស់ណាស់ខ្ញុំកំពុងបាត់យើងនឹងពុកយកទៅបងមើលគេសិនយកទៅបងស្អប់តាអត់លុយខ្លួនក្រទេរឹកវាមិនគេឲ្យខ្ញុំយកទេខ្ញុំអត់ទិញអស់តែ3000ណាanh sạc cạ lôi con nhóm mày giờ cần gì ai អត់អីទេអរគុណច្រើនណាខ្ញុំទិញអត់តែ3000ទៅយក100000មិនខ្ញុំលាតែសិនឯងពូខ្ញុំលាហើយត្រឹមមកកដា5អូនលុយរីទេកាក់លុយទេនេះអីទេអត់អីទេពួកឯងហ៊ានយកលុយ$50ហ្នឹងមកមើលងាយគេទៅយុយើងមែនអត់ណាទេអត់កំណត់ឯងបើគ្មានកំណត់កុំចេះកាន់ពួកនេះគេមិនហៅមើលងាយទេគេហៅជួយពុកបើជួយជាអញ្ចឹងហើយទុកបងទឹកបងភ្លើងផ្ទះយើងពុកai khơi đấy mà nương viên cro còn là khơi lưới khóm chặt phập anh ấy nói rằng cái phim càn đúng bạc câyแต่มาแพล่เต้บากไก่ยังไก่ยกกู้กับเอาเกทายืมอันเพื่อ$50เปิดฟ้าคาดฟ้าย่อม លុយគឺជាកណ្ដាស់ប្រាក់ដែលបង្កើតឧបសគ្គលុយគឺជាធ្នាក់សម្រាប់មនុស្សល្ងងលុយអាចធ្វើឲ្យអ្នកជុំវិញយើងលេចលងលុយអាចធ្វើឲ្យអ្នកទៅទៀតក៏នៅក្នុងមុងដោយសារលុយដែរអេទុកចោះខ្ញុំមិនសំណោះលុយនឹងទេលុយប៉ុណ្ណឹងបើថាពូមិនយកទេលេងអុកចាប់អាចចាំបាយនៅចាស់ខ្ញុំបានហៅបាយបានចាស់ខ្ញុំបានពួកខ្ញុំឃើញទឹកមុខពូស្លេកបែរអត់ដែរបានស៊ីរបស់សមុទ្រទេនេះមើលតាមថាឈាមពូខ្ញុំអាចធ្វើត្រឹមបានត្រឹមត្រីសាសាមុននឹង30 40ក្បាលទេបាទហើយក្តាមទិញអាក្តាមធំអញវាអស់ក្តាមយកយើងមើលតាមកម្រិតមនុស្សដែរមនុស្សrồi anh đây hô chụp khoaiតែមិនអាជូកកដោណាជូកអីវិញជូកយៈអូភូមិផ្ទះទៀតបាទខ្វាយទៀតខ្វាយជូកយៈខ្វាយហ្មងឥឡូវចេះពូយើងមិនដាច់និយាយរៀបរាប់ចានទេល្ងាចបើពូអត់មានអីជីទេចាំខ្ញុំយកឡានអាតម្រើបរបស់ខ្ញុំដែលមានលៀកអមមកពូទៅដាក់ពូអមមៀបសួរក្រូចជំរាបសួរលោកតាខ្ញុំបងអងអើយខ្ញុំអស់លីងហើយតអុកយើងកដែលមកតអុកនេះមានរ៉ាមកលេងអស់ទៀតអស់លីងមួយខ្លួនណានឹងជាប់សម្បត្តិរបស់របរឲ្យលោកតិចទីហើយអត់រួចខ្លួនទៀតឥឡូវកូនខ្ញុំមានគម្រាមមកចាប់ទៀតឥឡូវជើងគួយសិនមកជើងខ្ញុំឲ្យអញទៅលក់ផ្ទះនោះឆាប់ឲ្យមកសងំលេងអុកជាមួយពួកហ្នឹងអញមិនលេងឯណាពួកមិនទេបងនេះអ៊ំគាត់ចាស់ហើយគោរពគាត់ខ្លះទៅគេថាមនុស្ស
ពីត្រូវចេះជួយគ្នាក្នុងគ្រាក្រណាគាត់មិនអត់ក្នុងគ្រាលំបាកតែឥឡូវគាត់មានទុកហើយអ្វីដែលពួកខ្ញុំអាចជួយបានចង់ជួយទៅកាន់ឪពុកក្មួយចង់កាន់ជួយទៅលេខគ្រួសារក្មួយ អរគុណ ឥឡូវមកចង់ជួយខ្ញុំឲ្យខ្ញុំខ្ចី50-60 ម៉ឺន បើសិន មក ជាឥឡូវកុំអាលស្ដាប់ខ្ញុំដំណោះស្រាយមានដំណោះស្រាយវាមានតាមដំណាក់កាលមួយ ខ្ញុំមិនជឿតែពួកឯងមានដំណោះស្រាយទេឲ្យខ្ញុំដល់ថ្នាក់គាត់ពាក់បែបតអត់កញ្ចក់ហឹងនោះគាត់ដោះស្រាយតិចព្រមពួកឯងមានបែបតែមាន ក្រាន់ខ្ញុំសំណុំពរមួយម៉ាត់បានទេចូលប្រាប់ពីរឿងរ៉ាវឲ្យបានជាក់ច្បាស់ថាមូលហេតុអី នេះខ្ញុំកម្ចីអនឡាញហ្នឹងហ៎បងបាទវាមកទៅវា អនឡាញ តំណងវាទ្រូខ្ចីឲ្យនេះដល់ពេលអត់មានលុយនេះឥឡូវវាគម្រាមរកធ្វើបាបថារកនេះផុសរូបអាក្រាតកាយខ្ញុំណាទៀតនោះ អូបើតាមខ្ញុំស្ដាប់ទៅពីព្រោះភពបានមកពីចំណូលបានមកពីកម្ចីអនឡាញភាគច្រើនជាកម្ចីដែលខុសច្បាប់ហើយកាលណាយើងដឹងកម្ចីខុសច្បាប់ដំណោះស្រាយមានតែម្យ៉ាងទេគឺយើងទៅប្តឹងសមត្ថកិច្ចទៅប្តឹងសមត្ថកិច្ចមានភ័ស្តុតាងអីរបស់យើងខ្លះយើងទៅប្តឹងសមត្ថកិច្ចព្រោះសមត្ថកិច្ចលោកចេះធ្វើការ វាពិបាកនឹងយល់ថាអាម៉េចបោកអាម៉េចមិនបោកវាពិបាកយល់ពីពួកនឹងបដ ாய் អត់អីទេបងស្រួលទេចាំខ្ញុំប្រាប់អានេះតាមយោបល់ខ្ញុំដឹងខ្លះៗហើយណាបងទី1កម្ចីអនឡាញនោះអត់មានទីស្នាក់ការត្រឹមត្រូវទេទី2អត់មានអាជ្ញាប័ណ្ណពីធនាគារជាតិហើយទី3គឺការប្រាក់ខ្ពស់ជាង 1.5% ចា 1.5% ហ្នឹងគឺ 1.5% ក្នុងមួយខែ ទី4លក្ខខណ្ឌងាយហើយឲ្យបងប្រាក់មុនទៀតចាំមើលខ្ញុំឧទាហរណ៍ឲ្យស្ដាប់ឲ្យបងប្រាក់មុនហ្នឹងមិនឧទាហរណ៍គេឲ្យលុយបាយ 1000 បាយត្រូវបងប្រាក់ឲ្យគេមុន$200អញ្ចឹងណា ហ្នឹងហើយខ្ញុំនិយាយទៅឧទាហរណ៍បើសិនខ្ញុំខ្ចី 1000 នេះរត់ឯកសារ1000នោះសល់បានតែ150ទេ ហើយចឹងឲ្យយកណាអើយអញ ហើយអាបងឲ្យគេមុន200 300ហើយហ្នឹងហើយប៉ុណ្ណឹងបាន150ទេ បាទ អើយ បើណាវាស្រួលខ្ចីវាអត់ទូនាំទេ ស្រួលខ្ចីចុះបើខ្ញុំថាលក្ខខណ្ឌងាយហ្នឹងស្រួលខ្ចី ឥឡូវមិនទៅណាមកនេះយើង បងឥឡូវខ្ញុំសុំប្រាប់បងឯងពីការកម្ចីស្របច្បាប់វិញទី1គេមានទីស្នាក់ការច្បាស់លាស់ទី2គេមានឈ្មោះទី3មានបុគ្គលិកធ្វើការហើយមួយទៀតការប្រាក់គឺទាបជាង 1.5% ហើយមួយទៀតគឺមានអាជ្ញាប័ណ្ណពីធនាគារជាតិចាហើយលក្ខខណ្ឌគឺងាយស្រួលគេមើលទៅតាមការងារតាមសមត្ថភាពការរកស៊ីរបស់យើងបានគេឲ្យយើងខ្ចីគេមិនមែនចេះតែឲ្យខ្ចីដូចអាកម្ចីអនឡាញអញ្ចឹងទេហើយខុសច្បាប់អញ្ចឹងគឺស្រួលណាស់បើថាបងទៅកម្ចីកន្លែងគ្រឹះស្ថានដែលត្រឹមត្រូវបាញ់ទៅដល់គឺតើមានផ្ដិតមេដៃតើតែគេមើលពីឯកសាររបស់យើងដែរបានគេឲ្យទៅតាមជាក់ស្ដែងលក្ខខណ្ឌតាំងតែមានសុវត្ថិភាព វាចឹងមកពីឯងមិនដឹងថាអាណាគេបោកអាណាមិនបោក ពូចំពោះមធ្យោបាយបោកគឺពួកគេនឹងប្រើប្រាស់តាមរយៈ call មកតាមលេខទូរស័ព្ទ call មកតាមបណ្ដាញសង្គម social media មាន Telegram Facebook ហើយជាពិសេសមានការផ្ញើ link នេះហើយបើយើងអត់ច្បាស់យើងចុចចូលដឹងតែចាញ់បោកហើយបើសិនជាយើងនិយាយសួរនាំចង់ចូលទៅគេហៅថាការិយាល័យឬក៏ទីតាំងចង់ទៅដល់ក្រុមហ៊ុនហ្នឹងគឺពួកហ្នឹងព្យាយាមនិយាយយ៉ាងម៉េចកុំឲ្យយើងទៅដល់ដោយសារអីដោយសារតែពួកគេហ្នឹងគ្មានទីតាំងឬក៏ការិយាល័យច្បាស់លាស់ទេ ឥឡូវគាត់តែមិនអានោះ គិតមិនពូឲ្យទៅប្តឹងសមត្ថកិច្ចនោះ អើនឹងខ្ញុំទៅដឹងបាត់កាច់ទៅណាបងអើយ បាទមានតែប្តឹងសមត្ថកិច្ច ហ្នឹង ទេ ហើយអរគុណហើយតើកូន ស្ដាយមែនទែនបើយើងដឹងថាពួកគាត់ទៅកម្ចីអនឡាញខុសច្បាប់នឹងមុនច្បាស់ជាពួកយើងមានដំណោះស្រាយយ៉ាងហោចណាស់ក៏យើងមានអីអន្តរាគមជួយគាត់ដែរមិនទុកឲ្យគាត់រងគ្រោះដល់ប៉ុណ្្នឹងទេ មានអ្នកផងខ្លួនចាញ់បោកកម្ចីអនឡាញយូរណាស់មកហើយប៉ុន្តែបច្ចុប្បន្ននេះនៅតែមានអ្នកផងខ្លួនចាញ់បោកជាបន្តបន្ទាប់ ទាំងអស់នេះចាត់ទុកជាមេរៀនថ្ងៃក្រោយបើដឹងថាខ្លួនឯងចាញ់បោកគេហើយប្រញាប់ទៅរកសមត្ថកិច្ចភ្លាម